សាងាយដែលអាចជួយដោះស្រាយទៅលើបញ្ហារលាកតាមសន្លាក់បានដោយខ្លួនឯងចាដោយមិនចាំបាច់ប្រើប្រាស់ថ្នាំអញ្ចឹងបើសិនជាពុកម៉ែបងប្អូនកំពុងតែមានបញ្ហាឈឺតាមសន្លាក់ដៃសន្លាក់ជើងរឹងតាមតសៃចាឈឺចង្កេះឈឺចង្គង់ចុករយចាក់ដោតពេញខ្លួនប្រាណណាអានឹងតកតងជាមួយនឹងបញ្ហារលាកសន្លាក់រ៉ាំរ៉ៃហើយអញ្ចឹងបើសិនជាពុកម៉ែបងប្អូននៅក្នុងកម្រិតមួយស្រាលពុកម៉ែបងប្អូនអាចធ្វើការដោះស្រាយដោយខ្លួនឯងបានផ្ដើមពីការផ្លាស់ប្ដូរទៅលើរបបអាហារក៏ដូចជាតកតងជាមួយនឹងការធ្វើលំហាត់ប្រាណជាប្រចាំបន្ថែមបន្តិចបន្តួចដើម្បីជួយជំនួយឲ្យសន្លាក់ឆ្អឹងអាចត្រឡប់មកល្អប្រសើរឡើងវិញព្យាយាមតមប្រភេទអាហារមួយចំនួនដូចជាតកតងជាមួយនឹងពពួកគ្រឿងផ្អាប់គ្រឿងសមុទ្រចាបន្លែទំពាំងគ្រឿងក្នុងសត្វហើយនឹងប្រភេទគ្រឿងកំប៉ុងដែលមានជាតិអាកាសខ្ពស់ចាពុកម៉ែបងប្អូនព្យាយាមតមឲ្យបានជាប់លាប់ហើយកុំភ្លេចឆ្លៀតធ្វើលំហាត់ប្រាណបន្ថែមតិចតួចក្នុងមួយថ្ងៃអាចឆ្លៀតហាត់ប្រាណឲ្យបានចន្លោះ30នាទីទៅ60នាទីចាដើម្បីជួយសម្រួលដល់សរសៃដល់បញ្ហាសន្លាក់ពីខាងក្នុងមកប៉ុន្តែបើក្នុងករណីពុកម៉ែបងប្អូនធ្វើការដោះស្រាយតាមវិធីសាស្ត្របែបធម្មជាតិនេះហើយមិនបានផលចឹងគឺពុកម៉ែបងប្អូនត្រូវតែជួបជាមួយអ្នកជំនាញដោយផ្ទាល់ដើម្បីពិនិត្យក៏ដូចជាឆែកមើលទៅលើបញ្ហាសន្លាក់របស់បងប្អូននៅក្នុងកម្រិតមួយណាចាហើយសម្រាប់ពុកម៉ែបងប្អូនដែលបានធ្វើការដោះស្រាយកន្លងមកច្រើនហើយនៅតែមិនទាន់ទទួលបានប្រសិទ្ធភាពហើយមិនទាន់ដឹងថាត្រូវប្រើប្រាស់ថ្នាំអីបន្តទៀតចានេះខ្ញុំសូមណែនាំជាមួយនឹងឈុតសុខភាព V Hope ចាដែលជួយសម្រួលទៅលើបញ្ហារលាកតាមសន្លាក់តាមតសៃចុករយស្ពឹកសពុនក្តៅក្រហាយបាត់ដៃបាត់ជើងចាជាពិសេសអ្នកដែលគាត់កំពុងតែមានបញ្ហាឡើងជាតិអាស៊ីតមានបញ្ហាលើជាតិស្ករឬក៏ជាមួយនឹងបញ្ហាជំងឺទឹកនោមផ្អែមក៏គាត់អាចប្រើប្រាស់បានដែរប្រើបានដោយសុវត្ថិភាពមិនមានផលប៉ះពាល់ដល់សុខភាពប៉ុន្តែរបៀបនៅក្នុងការប្រើប្រាស់គឺពុកម៉ែបងប្អូនអាចឆាតចូលមកក្នុង page ឬក៏ call មកតាមរយៈលេខទូរស័ព្ទដែលមាននៅខាងលើវីដេអូនេះនាងខ្ញុំនឹងលម្អិតជូនបន្ថែមទៀតថាពុកម៉ែបងប្អូនគួរតែប្រើបែបណាឲ្យត្រូវជាមួយនឹងបញ្ហាសុខភាព